ចូលមកដល់ពាក់កណ្ដាលឆ្នាំ2025ហើយជាឆ្នាំដែលខ្ញុំសប្បាយចិត្តបំផុតដោយសារតែឆ្នាំនេះគឺខ្ញុំធ្វើការងារបានច្រើននិងរលូនជាងមុនខ្ញុំក៏សម្រេចចិត្តធ្វើការទិញកាដូជូនខ្លួនឯងជាពិសេសនៅពាក់កណ្ដាលឆ្នាំនេះកាដូមួយនេះទុកជាការកោតសរសើរនិងអរគុណខ្លួនឯងដែលបានខំប្រឹងកន្លងមកហើយវាក៏អាចជួយឲ្យការងារខ្ញុំបានកាន់តែមានគុណភាពល្អជាងមុននិងប្រសើរជាងមុនចង់ដឹងថាខ្ញុំទិញអីជូនខ្លួនឯងតាមដានទស្សនាវីដេអូនេះដល់ចប់នេះគឺជាកាមេរ៉ាថតរូបនិងថតវីដេអូ Lumix S9 ដែលកាមេរ៉ានេះគឺទើបតែចេញនៅឆ្នាំ2024នេះទេហើយវាមានចំណុចពិសេសជាច្រើនដែលតាក់ទាញឲ្យខ្ញុំចង់ប្រើប្រាស់វាកាមេរ៉ាមួយនេះគឺអាចថតរូបបានរហូតដល់24 megapixel និងថតវីដេអូបានរហូតដល់ទៅ 6K អញ្ចឹងកម្រិតគុណភាពវីដេអូគឺច្បាស់ជាងមុនហើយងាយស្រួលក្នុងការ crop វីដេអូបែបបញ្ឈរបែបផ្ដេកឬក៏បែបជ្រុងតម្រូវទៅតាមទំហំដែលយើងធ្វើការផុសនៅលើ social media របស់យើងមួយទៀតគឺមាន color effect ជាច្រើនដើម្បីឲ្យយើងរើសនៅក្នុងកំឡុងពេលថតតែម្ដងអញ្ចឹងអត់ពិបាកថាថតរូបហើយត្រូវយកមក edit ដាក់ color ទៀតទេគឺអាច select color នៅក្នុងនឹងបានតែម្ដងហើយនៅក្នុងនេះក៏មាន image stabilize ដែលអាចធ្វើឲ្យវីដេអូរបស់យើងមានលំនឹងកាន់តែល្អជាងមុនរូបរាងតូចស្រាលហើយនៅក្នុងមួយឈុតនេះមានភ្ជាប់ជាមួយនឹង lens មកតែម្ដងងាយស្រួលក្នុងការកាន់ថតមិនថា selfie ឬក៏កាន់ថតវីដេអូទេបើសិនជាអ្នកទាំងអស់គ្នាមាន lens របស់កាមេរ៉ា Lumix S Pro ក៏អាចប្រើជាមួយនឹង Lumix S9 បានដែរនិយាយទៅ Lumix S9 នេះគឺធ្វើឡើងមកសម្រាប់អ្នក professional content creator ឬក៏អ្នកដែលកំពុងតែចាប់ផ្ដើមធ្វើ content អ្នកទាំងអស់គ្នារើសយកប្រភេទកាមេរ៉ានេះគឺអាចឲ្យអ្នកទាំងអស់គ្នាចាប់យករូបភាពនិងវីដេអូបានកម្រិតគុណភាពច្បាស់ខ្លាំងហើយខ្ញុំទិញនេះគឺទិញនៅក្នុង promotion ដែលមានថែមកាបូបសម្រាប់ដាក់កាមេរ៉ានៅក្នុងនឹងស្រាប់ទៀតហើយក៏មាន free ជូនជាមួយនឹង memory card ឲ្យយើងស្រាប់និយាយទៅមួយឈុតនេះគឺយើងអាចប្រើបានតែម្ដងហើយហាងដែលខ្ញុំជ្រើសរើសធ្វើការទិញគឺនៅហាងលក់កាមេរ៉ាសប្បាយណាស់ព័ត៌មានលម្អិតពីកាមេរ៉ានេះអ្នកទាំងអស់គ្នាអាចតាក់ទងជាមួយហាងគាត់បានណា